bà con bong sầm nôn đấy cứ chặt đọt bẻ đồ nhom mong nhom thọประกวดในក្នុងកម្មវិធីជាច្រើនលទ្ធផលដែលខ្ញុំទទួលបានគឺការបរាជ័យហើយទាំងការបរាជ័យទាំងអស់នោះគឺរុញច្រានឲ្យខ្ញុំនឹងមានកម្លាំងចិត្តកាន់តែខ្លាំងម្យ៉ាងទៀតមានកម្មវិធីខ្លះក៏សុក្រិតកម្មវិធីខ្លះក៏មិនសុក្រិតខ្ញុំហ៊ាននិយាយថាមិនសុក្រិតដោយសារតែខ្ញុំបានសិក្សាស្រាវជ្រាវបន្ថែមតែខ្ញុំមិនជជែកថាជាកម្មវិធីណាមួយទេព្រោះខ្ញុំប្រកួតនឹងកម្មវិធីច្រើនមែនតើអញ្ចឹងហើយដើម្បីតម្លាភាពខ្ញុំហ៊ានយកកិត្តិយសខ្ញុំជាសាក្សីយើងនឹងផ្ដល់តម្លាភាពសុក្រិតភាពជូនទៅដល់បេក្ខភាពទាំងអស់ចឹងហើយបានជាយើងបង្កើតនៅវគ្គបណ្ដុះបណ្ដាលជូនពួកគាត់ដើម្បីឲ្យគាត់យល់ដឹងបន្ថែមថាចំណេះដឹងនេះគឺពិតជាសំខាន់ជួនកាលគាត់អត់បានត្រៀមខ្លួនទេអញ្ចឹងហើយយើងបន្ថែមឲ្យគាត់ដើម្បីឲ្យគាត់មានចំណេះដឹងបន្ថែមហ្នឹងទៅប្រកួតប្រជែងគ្នាកាលណាដែលយើងមានគេហៅថាការផ្ដល់ឲ្យស្មើគ្នាទោះបីជាបញ្ចប់លទ្ធផលយ៉ាងណាក៏យើងទទួលបានលទ្ធផលមួយដែលសមស្របដែរហើយខ្ញុំហ៊ាននិយាយថាខ្ញុំមិនមានសិទ្ធិនៅក្នុងការដាក់ពិន្ទុនៅក្នុងកម្មវិធីនេះទេខ្ញុំផ្ដោតទៅលើគណៈកម្មការជាគោលនិងគោរពទៅតាមគោលការណ៍របស់កម្មវិធីរបស់យើងតែម្ដងកម្មវិធីសន្និសីទសារព័ត៌មាននិងបំពាក់ឈៀង Miss Trend Universe Cambodia 2026បានរៀបចំឡើងបានយ៉ាងល្អនៅផ្សារទំនើប Eon មានជ័យនៅរសៀលថ្ងៃទី27ខែមិថុនាឆ្នាំ2026នេះក្រោមការចូលរួមពីគណៈកម្មការអ្នកសារព័ត៌មាននិងអ្នកគាំទ្រវិស័យប្រកួតសម្រស់យ៉ាងច្រើនកកជួបជាមួយកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានរិទ្ធដារ៉ូស្ថាបនិក Miss Trend Universe Cambodia បានបញ្ជាក់ច្បាស់ៗថាម្ចាស់ជ័យលាភី Miss Trend Universe Cambodia រដូវកាលទី1ក្រោមការគ្រប់គ្រងរបស់ខ្លួនមិនទាន់បញ្ជូនទៅឆាកអន្តរជាតិនោះទេព្រោះត្រូវធ្វើរឿងទាំងនេះសិនកាពិតទៅខ្ញុំលួចមើលនៅក្នុងវិស័យវកញ្ញានេះយូរហើយបងតាំងពីឆ្នាំ2018ហើយខ្ញុំពិតជាចាប់អារម្មណ៍នៅលើវិស័យមួយនេះហើយខ្ញុំមើលឃើញថាពិភពលោកមើលកម្មវិធីវកញ្ញាហ្នឹងជាចរន្តឈាមរបស់ពិភពលោកហ្មងគេមានការប្រស្រ័យតាក់ទងគ្នាដូចបងដូចប្អូនចឹងឲ្យនៅក្នុងវិស័យវកញ្ញាជាពិសេសមិនមែនតែប្រកួតនៅក្នុងស្រុកទេមានការប្រកួតនៅក្រៅស្រុកផ្សេងច្រើនទៀតចឹងហើយបានជាជំរុញឲ្យខ្ញុំនឹងចាប់អារម្មណ៍ទៅលើវិស័យមួយនេះហើយជាក់ស្ដែងខ្ញុំបានចូលរួមជា volunteer នៅក្នុងកម្មវិធីច្រើនជាពិសេសកម្មវិធីវកញ្ញាហើយឆ្នាំមុននេះខ្ញុំក៏បានចាប់អារម្មណ៍នៅក្នុងកម្មវិធី Miss Trend Universe 2025ខ្ញុំចូលរួមធ្វើជា host នៅក្នុងកម្មវិធីជា MC ហើយខ្ញុំបានឃើញពីសក្តានុពលរបស់កម្មវិធីប៉ុន្តែមានចំណុចមួយចំនួនដែលខ្ញុំចង់កែប្រែឲ្យកម្មវិធីនេះคล้ายទៅជាកម្មវិធីមួយដែលមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធឲ្យជាកម្មវិធីមួយសម្រាប់ការបង្ហាញសមត្ថភាពរបស់បេក្ខភាពនិងអ្នកដែលនៅក្នុងសហគមន៍ LGBT ហ្នឹងគាត់មានឱកាសបង្ហាញសមត្ថភាពខ្លួនឯងប្រកបដោយគុណតម្លៃជាក់ស្ដែងឆ្នាំនេះខ្ញុំសម្រេចចិត្តថាខ្ញុំទិញសិតយកមកគឺផ្ដាច់មុខតែម្ដងមកនេះថាពីពេលនេះតទៅខ្ញុំគឺជាអ្នកគ្រប់គ្រងនៅក្នុងកម្មវិធីនេះរហូតដោយអ្នកកាន់កាប់ចាស់មិនមានសិទ្ធិនៅក្នុងការយកត្រឡប់ទៅវិញឡើយហើយខ្ញុំបានផ្លាស់ប្ដូររចនាសម្ព័ន្ធការរៀបចំលក្ខខណ្ឌនៅក្នុងការប្រកួតហើយនឹងវគ្គមួយចំនួនព្រោះខ្ញុំជឿជាក់ថាបេក្ខភាព25រូបមិនមែនមកប្រកួតដើម្បីតែសម្រស់មួយមុខទេចុះបើសិនជាគាត់អត់មានសម្រស់ហើយគាត់នៅក្នុងសហគមន៍ LGBT តើគាត់មានកម្មវិធីណាដែលគាត់អាចឈានជើងមកបង្ហាញសមត្ថភាពបានយើងដឹងចឹងថានៅក្នុងសហគមន៍ LGBT មានអ្នកមានសមត្ថភាពជាច្រើនគ្រប់វិស័យគ្រប់ជំនាញអញ្ចឹងហើយដើម្បីជាការលើកកម្ពស់និងជាការលើកទឹកចិត្តរបស់ពួកគាត់បានជាកម្មវិធីរបស់យើងនៅក្នុងឆ្នាំនេះដាក់ប្រធានបទមួយថាសម្លេងមួយដើម្បីបរិយាបន្នសង្គមបើទោះបីជាគាត់ស្ថិតនៅកន្លែងណាមួយក៏យើងមិនអាចភ្លេចគាត់ឡើយអញ្ចឹងហើយការអភិវឌ្ឍរបស់សង្គមជាតិមួយវាតតែមានកោសិការបស់ប្រជាជនរបស់យើងគ្រប់ស្រទាប់វណ្ណៈគ្រប់កោសិការបស់សង្គមអញ្ចឹងហើយបានយើងអាចអភិវឌ្ឍសង្គមជាតិនិងប្រទេសជាតិរបស់យើងបានប្រកបដោយគុណតម្លៃជារៀងរហូតឬថាទឹកកាច់មុខណាអញ្ចឹងអត់បារម្ភទេថានៅពេលដែលការធ្វើឬក៏ការប្រកួតអត់ទាន់ចាប់ដើមផងចុះបើសិនជាយើងធ្វើមិនបានល្អឬក៏បរាជ័យដោយកត្តាណាមួយនោះតើបានគិតដល់ចំណុចហ្នឹងដែរទៅបានជាហេតុអីបានជាដល់ថាហ៊ានទិញផ្ដាច់យករហូតអញ្ចឹងបាទបងមែនតែនទៅនៅក្នុងជីវិតរបស់ខ្ញុំម្នាក់
ខ្ញុំតែងតែ challenge ជាមួយនឹងខ្លួនឯងជាពិសេសនោះគឺខ្ញុំតែងតែជួបការបរាជ័យជាច្រើនសម្រាប់ជីវិតផ្ទាល់អញ្ចឹងហើយខ្ញុំដឹងនៅក្នុងកលៈទេសៈណាដែលយើងអាចកែប្រែមែនតើទៅបើនិយាយអំពីគេឈ្មោះនៅក្នុងសង្គមរបស់ខ្ញុំហើយនៅក្នុងវិស័យសិល្បៈរបស់ខ្ញុំតាំងពីដើមមកដល់ពេលនេះគឺខ្ញុំសំបានច្រើនមែនតើអញ្ចឹងខ្ញុំដឹងកលឹះនៅក្នុងការដែលដួលឲ្យងើបឡើងវិញបានសំខាន់ផ្លូវចិត្តខ្ញុំល្អអញ្ចឹងហើយបានជាខ្ញុំមិនខ្លាចនៅក្នុងការដែលយើងធ្វើមិនបានល្អនៅក្នុងឆ្នាំនេះបើឆ្នាំនេះយើងធ្វើអត់បានល្អឆ្នាំក្រោយយើងកែប្រែយើងមើលទៅលើចំណុចដែលខ្វះខាតរបស់យើងហើយយើងកែប្រែនៅក្នុងឆ្នាំថ្មីខ្ញុំជឿជាក់ថាកម្មវិធីណាមួយដែលយើងទោះបីជាមានការគិតល្អិតល្អន់10ក៏ដោយក៏មិនអាចពេញ 100% ក៏ដោយក៏មិនអាចធ្វើឡើងបានលទ្ធផល 100% ទេអញ្ចឹងហើយបានជាខ្ញុំជឿជាក់ថាមនុស្សល្អមនុស្សប៉កែនៅជុំវិញខ្លួនខ្ញុំមានច្រើនដែលគាត់អាច support ខ្ញុំដែលគាត់អាចចូលរួមធ្វើរឿងជាមួយខ្ញុំបានច្រើនមិនត្រឹមតែកម្មវិធីប្រកួតបោកកញ្ញានេះទេបើយើងក៏លេចមើលទៅកាន់ខាងក្រោយវិញណាអ្នកនៅជុំវិញខ្លួនរបស់ខ្ញុំសិតតែជាមនុស្សដែលមានមនសិការស្នេហាជាតិមនុស្សដែលមានឆន្ទៈនៅក្នុងការងារមនុស្សដែលមានសមត្ថភាពអញ្ចឹងហើយបានខ្ញុំអាចធ្វើការបានជាច្រើនដែលមានឥទ្ធិពលល្អដល់សង្គមបានច្រើនអញ្ចឹងខ្ញុំអត់ខ្លាចមនុស្សទាំងអស់នោះទេដោយសារតែមនុស្សទាំងអស់នោះជាមនុស្សប៉កែស្រាប់ហើយមនុស្សដែលមិនមានគេហៅថាភាពអាត្មានិយមនៅក្នុងខ្លួនធ្វើការដោយបេះដូងទើបខ្ញុំហ៊ានសម្រេចចិត្តថាកម្មវិធីរបស់យើងនឹងដំណើរការយ៉ាងរលូនជាក់ស្ដែងយើងធ្វើការងារណាមួយយើងអត់បានចោលគេថាធ្វើអីក៏ដោយកុំភ្លេចឪពុកម្ដាយមែនតែនក្រសួងស្ថាប័នពាក់ព័ន្ធគឺជាឪពុកគឺជាម្ដាយរបស់យើងហើយអញ្ចឹងអ្វីដែលយើងធ្វើគឺយើងរត់រកឪពុកម្ដាយជាមុនសិនដើម្បីត្រួសត្រាយផ្លូវឲ្យយើងដើរបើសិនជាយើងដើរទៅមានបញ្ហាមានកលុកកលាក់ឪពុកម្ដាយរបស់យើងគឺជាអ្នកជួយជ្រោមជ្រែងរបស់យើងជាស្មាបងឯកគឺជាកម្លាំងចិត្តរបស់យើងផងដែរតែមិនក៏បងបានសួរទៅដាវីនដែរតើតោជាមួយនឹងការជំរុញនិងលើកទឹកចិត្តពីអូនឲ្យដាវីនគាត់ចូលរួមប្រកួតចឹងណាហ្នឹងហើយគាត់បានលើកឡើងថាមិនបារម្ភទេតើតោជាមួយនឹងការផ្ដល់នូវបន្ទុកអីពីព្រោះយើងមានគណៈកម្មការយ៉ាងណាមិញបច្ចុប្បន្នខាងក្រៅប្រកាសជាមិនយល់ដោយអ្វីដែលយើងគិតឬក៏យើងកំពុងតែធ្វើអញ្ចឹងតារ៉ូពិតជាហ៊ានអះអាងថាការប្រកួតនេះពិតជាសកម្មយុត្តិធម៌ហើយអ្នកដែលនឹងខ្លាយទៅជាម្ចាស់ប្រកួតមីស្ត្រានរបស់យើងគឺជាបេក្ខភាពដែលមានសក្តានុពលនិងសមត្ថភាពពិតប្រាកដស័ក្តិសមនឹងតំណាងជាតិយើងបាទអរគុណបងសំណួរនេះគឺចាក់ដោតបេះដូងខ្ញុំហ្មងខ្ញុំធ្លាប់ប្រកួតនៅក្នុងកម្មវិធីជាច្រើនលទ្ធផលដែលខ្ញុំទទួលបានគឺការបរាជ័យហើយការបរាជ័យទាំងអស់នោះគឺរុញច្រានឲ្យខ្ញុំនឹងមានកម្លាំងចិត្តកាន់តែខ្លាំងម្យ៉ាងទៀតមានកម្មវិធីខ្លះក៏សុក្រិតកម្មវិធីខ្លះក៏មិនសុក្រិតខ្ញុំហ៊ាននិយាយថាមិនសុក្រិតដោយសារតែខ្ញុំបានសិក្សាស្រាវជ្រាវបន្ថែមតែខ្ញុំមិនជជែកថាជាកម្មវិធីណាមួយទេព្រោះខ្ញុំប្រកួតនឹងកម្មវិធីច្រើនមែនតើអញ្ចឹងហើយដើម្បីតម្លាភាពខ្ញុំហ៊ានយកកិត្តិយសខ្ញុំជាសាក្សីយើងនឹងផ្ដល់តម្លាភាពសុក្រិតភាពជូនទៅដល់បេក្ខភាពទាំងអស់ចឹងហើយបានជាយើងបង្កើតនៅវគ្គបណ្ដុះបណ្ដាលជូនពួកគាត់ដើម្បីឲ្យគាត់យល់ដឹងបន្ថែមថាចំណេះដឹងនេះគឺពិតជាសំខាន់ជួនកាលគាត់អត់បានត្រៀមខ្លួនទេអញ្ចឹងហើយយើងបន្ថែមឲ្យគាត់ដើម្បីឲ្យគាត់មានចំណេះដឹងបន្ថែមហ្នឹងទៅប្រកួតប្រជែងគ្នាកាលណាដែលយើងមានគេហៅថាការផ្ដល់ឲ្យស្មើគ្នាទោះបីជាបញ្ចប់លទ្ធផលយ៉ាងណាក៏យើងទទួលបានលទ្ធផលមួយដែលសមស្របដែរហើយខ្ញុំហ៊ាននិយាយថាខ្ញុំមិនមានសិទ្ធិនៅក្នុងការដាក់ពិន្ទុនៅក្នុងកម្មវិធីនេះទេខ្ញុំផ្ដោតទៅលើគណៈកម្មការជាគោលនិងគោរពទៅតាមគោលការណ៍របស់កម្មវិធីរបស់យើងតែម្ដងតើបេក្ខភាពដែលនឹងខ្លាយទៅជាម្ចាស់ប្រកួតហ្នឹងគាត់នឹងទៅប្រកួតនៅក្រៅប្រទេសដែរអត់ហើយសម្រាប់តារ៉ូជឿថាយើងប្រកាសជាមានត្រៀមហើយតាក់ទងជាមួយអីផ្សេងបើមិនជាមានការទៅប្រកួតបាទមែនតើទៅកម្មវិធីនេះយើងកំពុងតែសិក្សាដែរបងតែមកដល់ពេលនេះខ្ញុំសម្រេចថានឹងមិនបញ្ជូនបេក្ខភាពទៅប្រកួតនៅខាងក្រៅទេអ្វីដែលយើងចង់បានគឺបេក្ខភាពម្នាក់ដែលអាចក្រងមកុដយ៉ាងស័ក្តិសមនឹងធ្វើការជាមួយនឹងស្ថាប័នរបស់យើងចូលរួមជាមួយនឹងកិច្ចការងារសង្គមហើយជាពិសេសបេក្ខភាពនោះអាចប្រើប្រាស់សម្លេងខ្លួនឯងតំណាងឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាមុននឹងយើងបញ្ជូនបេក្ខភាពណាមួយទៅប្រកួតនៅខាងក្រៅតើតែបេក្ខភាពនោះគាត់បានយល់ដឹងបន្ថែមនិងសិក្សាលម្អិតអំពីបញ្ហានៅក្នុងស្រុកទេសរបស់យើងបញ្ហានៅក្នុងសហគមន៍របស់យើងអញ្ចឹងហើយបានអាចឲ្យគាត់ពំនាំនៅអ្វីដែលជាប្រទេសខ្មែរទៅក្រៅបានអញ្ចឹងខ្ញុំគិតថានៅក្នុងឆ្នាំនេះមិនទាន់មានឱកាស
ក៏ដូចជាបញ្ជូនបេក្ខភាពណាមួយទៅប្រកួតនៅក្រៅប្រទេសទេហើយបើសិនជាមានក៏យើងកំពុងនឹងមើលទៅលើកម្មវិធីដែរថាតើការដែលយើងចូលរួមជាមួយនឹងកម្មវិធីអន្តរជាតិតើកម្មវិធីអន្តរជាតិនោះជួយជាប្រយោជន៍អីខ្លះដល់ប្រទេសជាតិរបស់យើងនឹងអាចប្រើប្រាស់សម្លេងរបស់យើងនឹងបានឆ្ងាយកម្រិតណាអញ្ចឹងហើយនៅក្នុងឆ្នាំនេះយើងសូមសម្រេចថាมันមានការបញ្ជូនបេក្ខភាពទៅក្រៅទេ លើសតែពីការផ្សព្វផ្សាយអំពីបងប្អូនក្នុងសហគមន៍យើងលើសតែពីការផ្សព្វផ្សាយពីសិល្បៈវប្បធម៌តើនឹងមានបញ្ជូនសារសាមគ្គីភាពជាតិឬក៏សារស្រឡាញ់ជាតិដើម្បីគេហៅថាទៅកាន់គេហៅថាបងប្អូនជួបមុខអីតើមានបញ្ចូលនៅក្នុងវគ្គណាមួយដែរទេពីព្រោះយើងដឹងថានៅពេលនេះក៏ប្រទេសយើងមិនទាន់ឆ្លងផុតពីគេហៅថាការឈ្លានពានពីសំណាក់ប្រទេសជិតខាងដែរ បាទជាការប៉ັດណាបងនៅក្នុងបេសកកម្មរបស់យើងក្រៅតែពីការជួយបន្លឺសម្លេងអ្នកនៅក្នុងសហគមន៍ LGBT ជួយទៅដល់កិច្ចការងារសង្គមជាតិយើងក៏មិនដែលភ្លេចទៅដល់បងប្អូននៅតាមជំរំភាសឹកបងវរៈកងទ័ពនិងកិច្ចការងារផ្សេងយើងនឹងមានបេសកកម្មយើងគិតថាកត្តានៅក្នុងកត្តាអប់រំគឺសំខាន់បើយើងកលេចទៅមើលនៅតាមជីដែននៅតាមមិនថាជីដែនឬតាមបណ្ដាខេត្តទេយើងឃើញមានថាការអប់រំហ្នឹងនៅកង្វះដូចថាសាលាមត្តេយសហគមន៍មានច្រើនហើយកង្វះនៅសម្ភារៈអញ្ចឹងហើយបន្ទាប់ពីចប់កិច្ចការងារប្រកួតប្រជែងជ្រើសរើសតំណាងបានហើយយើងនឹងមានបេសកកម្មជួយទៅលើកិច្ចការងារសង្គមមួយចំនួនដូចយើងចាប់ផ្ដើមជាមួយនឹងកិច្ចការអប់រំមុនបងព្រោះកិច្ចការអប់រំនេះគឺសំខាន់ជាពិសេសគឺក្មេងៗគឺជាទំពាំងសងឫស្សីនឹងតែម្ដងបើសិនជាគាត់មិនមានទីតាំងកន្លែងដែលបណ្ដោះនៅការអប់រំរបស់ពួកគាត់ទេពេលដែលគាត់ធំឡើងយើងអាចនឹងពិបាកកែប្រែនៅក្នុងចំណុចទាំងអស់នោះបើយើងឃើញថាកត្តាដែលខ្វះខាតនៅការអប់រំពួកគាត់នេះគឺវាដូចគេហៅថាដូចជំងឺឆ្លងអញ្ចឹងណាបងតាកាលណាយើងអត់បានបណ្ដោះគាត់ពីទូចពីក្មេងមកទេគឺធំឡើងរៀងពិបាកបន្តិចអញ្ចឹងហើយដើម្បីឲ្យកាន់តែងាយស្រួលនៅថ្ងៃខាងមុខគឺយើងត្រូវពង្រឹងនៅលើកត្តាអប់រំទាំងអស់នោះហើយយើងចូលរួមជាមួយនឹងក្រសួងអប់រំក៏ដូចជាសសយករាជធានីភ្នំពេញដើម្បីរៀបចំយុទ្ធនាការទាំងអស់នោះបន្ថែមទៀតបង អញ្ចឹងវាអាចថាអញ្ចឹងដោយសារអូននិយាយពីរឿងអប់រំអញ្ចឹងចង់មានសាយបែបណាដែរពីព្រោះដោយសារបងខ្លួនបានឃើញគេបង្ហោះនៅលើ Facebook ចឹងណាគេថាកូនគេបរទេសទូតាអញ្ចឹងគឺគេបណ្ដោះកូនគេឲ្យខ្លាយទៅជាអ្នកដែលចេះបច្ចេកវិទ្យា AI ប៉ុន្តែកូនខ្មែរយើងមួយចំនួនទូចដែលបណ្ដោះទៅជាអ្នកផលិតមាតិកាទៅជាអ្នកសិល្បៈអ្នកចម្រៀងអ្នកអីអញ្ចឹងដោយសារតារ៉ូបានលើកឡើងពីកត្តាគេហៅថាអប់រំនេះហើយអញ្ចឹងកូនចង់មានជាសាយបន្ថែមនេះសម្រាប់គេហៅថាបងប្អូនកូនខ្មែរយើងទាំងអស់គ្នា សម្រាប់បងប្អូនកូនខ្មែរយើងទាំងអស់គ្នាក្រៅពីការអប់រំនិងការសិក្សាសូមចូលរួមទៅលើវិស័យកីឡានេះក៏ជាកត្តាសំខាន់មួយសម្រាប់បងប្អូនដែលពង្រឹងសុខភាពថែរក្សាសុខភាពយើងហើយជួយឲ្យយើងមានរាងកាយមាំមួនហើយជួយដល់សុខភាពយើងដែរហើយក៏ជាកត្តាមួយដែលល្អសម្រាប់ជួយគេដូចថ្មីនេះមានការប្រកួតកីឡាដើម្បីសុខភាពកុមារកីឡាដើម្បីពង្រឹងការអប់រំអញ្ចឹងហើយប្រធានបទនេះគឺល្អមែនតើបើយើងយកមកគិតឲ្យស៊ីជម្រៅកីឡាក៏ដើរតួនាទីសំខាន់នៅក្នុងការជួយឲ្យការសិក្សារបស់បងប្អូននឹងបានទូលំទូលាយដែរមួយទៀតគឺជំនាញការស្វែងរកនៅជំនាញផ្ទាល់ខ្លួនរបស់ខ្លួនឯងនឹងឲ្យមានជំនាញពិតប្រាកដស្រឡាញ់អីពេញចិត្តអីធ្វើនឹងស្រឡាញ់វិស័យសិល្បៈសូមចាប់យកជំនាញណាមួយដែលបងប្អូនប្រកែច្បាស់លាស់ហើយសូមចូលរួមគាំទ្រនៅវិស័យសិល្បៈឲ្យបានច្រើនជាពិសេសគឺសិល្បៈទម្រង់បុរាណតែម្ដងពេលណាបើទោះបីជាយើងមិនមានដងនៅក្នុងការរាំប៉ុន្តែយើងមានតួនាទីថែរក្សាវប្បធម៌ជាតិទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋការស្វែងយល់របស់យើងជៀសវាងការធ្វើខុសដោយចេតនានិងអចេតនាណាមួយនៅថ្ងៃខាងមុខចឹងហើយការដែលគ្រាន់តែយើងទៅរៀនស្រាវជ្រាវស្វែងយល់ហ្នឹងក៏ជាការការពារមួយយ៉ាងសំខាន់ដែរក្នុងនាមយើងជាប្រជាជនខ្មែរ ជាចុងក្រោយមានពាក្យពេចន៍អីដើម្បីផ្ដាំទៅកាន់បងប្អូនទស្សនិកជនដែលបានទស្សនាវីដេអូឲ្យចូលរួមគាំទ្រកម្មវិធីបងប្អូនបែបណាដែរព្រោះវាដំណើរអ្វីដែលដល់ត្រឡប់ទៅកាន់គាត់វិញ ជាដំបូងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា
ដែលជាអ្នកគ្រប់គ្រងហើយក៏សូមអរគុណដល់បងប្អូន fan page ដែលតែងតែគ្រប់គ្រងនៅក្នុងកម្មវិធីនិងបងបណ្ដាសារព័ត៌មានបើសិនជាមិនមានសម្លេងរបស់បងប្អូននៅក្នុងការជួយផ្សព្វផ្សាយដល់កម្មវិធីរបស់យើងទេក៏យើងមិនអាចមានកម្មវិធីសន្និសីទសារព័ត៌មាននេះកើតឡើងក៏យើងមិនអាចរៀបចំកម្មវិធីបានយ៉ាងរលូនដែរយ៉ាងណាមិញក៏សូមអំពាវនាវបន្ថែមជូនទៅដល់បងប្អូនដែលជាក្រុមហ៊ុនឯកជនដើម្បីចូលរួមមែនតើយើងត្រូវការបងប្អូនដើម្បីចូលរួមឲ្យគ្រប់វិស័យចូលរួមគ្រប់ស្ថាប័នដើម្បីឲ្យកម្មវិធីរបស់យើងនឹងកាន់តែមានសក្តានុពលបន្ថែមហើយក៏សូមអរគុណដល់បងប្អូនដែលជាអ្នកគ្រប់គ្រងនៅក្នុងកម្មវិធីសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងសំណាងល្អពេញមួយជីវិតតែម្ដងហើយសូមផ្ញើសេចក្តីស្រឡាញ់និងការដឹងគុណជូនទៅដល់បងវរៈកងទ័ពដែលបានការពារទឹកដីពួកយើងមានលទ្ធផលអាចរៀបចំកម្មវិធីពួកយើងអាចចាប់បណ្ដោះបេក្ខភាពបន្ថែមទៀតបានក៏ដោយសារការការពារពីបងប្អូនដែលនៅជាយដែនដែរហើយក៏សូមអរគុណដល់រាជរដ្ឋាភិបាលខ្ញុំពិតជាស្រឡាញ់នឹងប្រសាសន៍របស់រាជរដ្ឋាភិបាលបានមានប្រសាសន៍មិនឲ្យមានការរើសអើងមកលើសហគមន៍ LGBT គ្រាន់តែប្រសាសន៍មួយម៉ាត់នេះធ្វើឲ្យពួកយើងមានភាពកក់ក្ដៅនៅក្នុងប្រទេសកម្ពុជាបាត់ទៅហើយយើងសូមដឹងគុណយ៉ាងជ្រាលជ្រៅដែលតែងតែរិះរកនៅសន្តិភាពជូនដល់ប្រទេសកម្ពុជារបស់យើងអរគុណ